អ្នកដែលកើតឆ្នាំលកាលេខសំណាង898ពណ៌សំណាងពណ៌ស្លាទុំបងប្អូនស្គាល់ពណ៌ស្លាទុំទេបើមិនស្គាល់ទេខ្ញុំនឹងប្រាប់បងប្អូនបាទពណ៌ស្លាទុំណាបងប្អូនណាបាទអញ្ចឹងបងប្អូនទាំងឡាយទាំងពួងដែលកំពុងតាមដានទស្សនានៅការ live របស់លោកគ្រូមហាជុំសូមលោកអ្នក comment លេខ898ចំណែកពណ៌សំណាងគឺពណ៌ស្លាទុំនេះពណ៌ស្លាទុំគឺពណ៌បែបនេះណាបងប្អូនណានេះបាទពណ៌ស្លាទុំអញ្ចឹងពាក់អាវពណ៌ស្លាទុំដើម្បីនាំលៀបនាំសំណាងជូនដល់លោកអ្នកនៅថ្ងៃដល់ល្អប្រពៃហ្នឹងបាទថ្ងៃដល់ល្អប្រពៃថ្ងៃណាថ្ងៃទីឥឡូវហ្នឹងទៅអញ្ចឹងបងប្អូនកូនក្មួយទាំងឡាយទាំងពួងរាសីប្រចាំខែ5លេខសំណាង898ចំណែកពណ៌សំណាងគឺពណ៌ស្លាទុំលោកអ្នកដែលកើតឆ្នាំរកាលេខសំណាង898ពណ៌សំណាងពណ៌ស្លាទុំលោកអ្នកខមមិនលេខ898ហើយពណ៌សំណាងពណ៌ស្លាទុំដើមខែអ្នកកើតឆ្នាំលកាហត់នឿយច្រើនហើយគេស្ដីបន្ទោសទៀតហើយខឹងច្រើនទៀតនេះលោកអ្នកដែលកើតនៅឆ្នាំរកាដើមខែហត់នឿយច្រើនបាទលោកអ្នកដែលកើតឆ្នាំលកាដើមខែហត់នឿយច្រើនហើយគេស្ដីបន្ទោសឲ្យយើងទៀតបែរថាលះបង់ហើយធ្វើហើយហត់ហើយនៅតែគេមើលមិនឃើញអំពីការលះបង់របស់យើងទៀតសួរថាតើឈឺចាប់ដែរឬទេអ្នកកើតឆ្នាំរកាឈឺប៉ុន្តែវាស៊ាំហើយព្រោះថាតាំងពីដើមមកធ្វើល្អគេមើលមិនដែលឃើញតាំងពីដើមមកធ្វើល្អមានណាដែលមើលឃើញទេបាទតាំងពីដើមមកធ្វើល្អគ្មានណាមើលឃើញទេគេចាំតែចាប់កំហុសទេគេចាំតែរករឿងទេអញ្ចឹងស៊ាំហើយប៉ុន្តែឥឡូវហ្នឹងដើមខែចូលមកដល់ហ្នឹងអ្នកដែលកើតឆ្នាំលកាហ្នឹងទី1ហត់នឿយច្រើនហើយត្រូវបានគេស្ដីបន្ទោសត្រូវបានគេស្ដីឲ្យហើយយើងវាមួមកក្តៅកាហាយទៀតអញ្ចឹងអ្នកដែលកើតឆ្នាំលកាហ្នឹងចូលដល់ថ្ងៃ1ហ្នឹងគាត់ចាប់ផ្ដើមជួបនៅរឿងបែបហ្នឹងរួចទៅហើយអញ្ចឹងវាមិនមែនរឿងថ្មីសម្រាប់យើងទេវារឿងច្រើនណាស់ដែលមកជួបអញ្ចឹងរឿងយើងកុំខ្វល់ណាថាអីថាទៅណានិយាយទៅយើងមិនបាច់ចាំចង់បានពាក្យសរសើរពីណាទេព្រោះយើងវាកម្របានអញ្ចឹងបើជ្រុលឲ្យវាអត់តទៅទៀតទៅអញ្ចឹងហត់នឿយច្រើនពិបាកចិត្តខឹងបាទអ្នកណានាំឲ្យពិបាកចិត្តនាំឲ្យខឹងនាំឲ្យហត់នឿយអាអ្នកដែលជុំវិញខ្លួនហ្នឹងគឺថាសិតតែអ្នកនាំឲ្យយើងខឹងនាំឲ្យយើងហត់នឿយនាំឲ្យយើងមិនសប្បាយចិត្តមិនរីករាយនៅក្នុងព្រះハរតីរបស់យើងបាទហើយអ្នកដែលកើតឆ្នាំលកាពីថ្ងៃ9ដល់ថ្ងៃទី12គឺលោកអ្នកមានលៀបចូលបាទមានលៀបចូលពីថ្ងៃ9ដល់ថ្ងៃ12លោកអ្នកដែលកើតនៅឆ្នាំរកាគឺលោកអ្នកមានលៀបចូលបងប្អូនណាបាទមានលៀបចូលនឹងសួរលោកគ្រូទៀតលៀបស្អីលោកគ្រូឆ្លើយថាអត់ដឹងធ្វើដល់គ្រូទីថាគេមានលៀបចូលលៀបស្អីអត់ដឹងអត់ដឹងមែនបាទឆ្លើយត្រង់គឺអត់ដឹងប៉ុន្តែដឹងតែម្យ៉ាងគត់ដឹងថាលោកអ្នកមានលៀបចូលបាទដឹងថាលោកអ្នកមានលៀបចូលប៉ុន្តែបើសួរថាលៀបនោះគឺជាអ្វីខ្ញុំប្រកាសណាខ្ញុំគ្រូម៉ាជុកអត់ដឹងទេដឹងថាលោកអ្នកមានលៀបចូលពីថ្ងៃ9ដល់ថ្ងៃ12មានលៀបចូលពីថ្ងៃទី20ដល់ថ្ងៃទី23អ្នកដែលកើតឆ្នាំរកាចរចាបានសម្រេចបាទចរចាបានសម្រេចអ្នកដែលកើតឆ្នាំលកាពីថ្ងៃទី20ដល់ថ្ងៃទី23ចរចាបានសម្រេចចរចាបានសម្រេចហ្នឹងគឺបានន័យថាយើងធ្វើការអីមួយហើយយើងចរចាទៅគេដាក់សំណើទៅគេនិយាយជាមួយគេអត់តន់ឆ្លើយជាមួយយើងក៏រងចាំលទ្ធផលប៉ុន្តែឥឡូវហ្នឹងគឺដល់ពេលវេលាហើយចុងខែនេះគឺយើងនឹងចរចាបានសម្រេចហើយចន្លោះពីថ្ងៃទី20ដល់ថ្ងៃ23អញ្ចឹងអ្វីដែលយើងដាក់សំណើទៅគេអ្វីដែលយើងចរចាហ្នឹងគឺយើងនឹងបានដូចក្តីបំណងបងប្រាថ្នាអញ្ចឹងជូនពរឲ្យជោគជ័យឲ្យរីកចម្រើនទាំងអស់គ្នាអ្នកដែលកើតឆ្នាំលកាដដែលចុងខែឈឺណាកុំអួតថាអូខេអ្នកឯងគឺជា Superman អ្នកឯងគឺជាមនុស្សយន្តកុំអួតបាទចុងខែឈឺហើយលការ៉ាប់រងច្រើនពេកណាឥឡូវហ្នឹងចុងខែលកាឃើញហើយឃើញលទ្ធផលឲ្យឈឺប៉ុន្តែមិនមែនថាខ្ញុំទាយថាឈឺហ្នឹងលោកអ្នកត្រូវឈឺ 100%ទេលោកអ្នកត្រូវតែថែរក្សាសុខភាពឲ្យបានគត់មុតចុងខែឈឺមើលពីថ្ងៃ20ទៅថែកុំឲ្យឈឺអញ្ចឹងទៅអាចជៀសបុតប៉ុន្តែបើឈឺក៏ឈឺទៅប៉ុន្តែឈឺធម្មតាទេមិនឈឺខ្លាំងទេអញ្ចឹងអ្នកកើតឆ្នាំលកាចុងខែយើងឈឺបន្តិចណាបាទលេខសំណាង898ពណ៌សំណាងពណ៌ស្លាទុំ